សូមស្វាគមន៍បងប្អូនទាំងអស់ជាទីស្រឡាញ់នេះជាថ្ងៃទី7ជាថ្ងៃចុងក្រោយបង្អស់នៃការតបអាហារនៅខែមិនិនានៅឆ្នាំនេះថ្ងៃនេះយើងនឹងបដោតការអធិដ្ឋានចំពោះក្រុមគ្រួសាររបស់យើងនឹងលើកមនុស្សជាទីស្រឡាញ់របស់យើងទៅព្រះអម្ចាស់ដូច្នេះសូមបងប្អូនសម្រុំចិត្តនិងអធិដ្ឋានជាមួយនឹងនាងខ្ញុំអោព្រះបិតាដែលគង់នៅស្ថានសួគ៌អើយថ្ងៃនេះយើងខ្ញុំមកនៅចំពោះទ្រង់ដោយដួងចិត្តពោពេញដោយសេចក្តីអំណរនិងសេចក្តីអរគុណចំពោះព្រះជាម្ចាស់យើងខ្ញុំសូមអរគុណដែលទ្រង់បាននាំយើងខ្ញុំឆ្លងកាត់គ្រប់កិច្ចការទាំងអស់នេះគឺជាដំណើរមួយដោយព្រះគុណរបស់ព្រះអង្គដែលទ្រង់បានបង្ហូរមកលើក្រុមគ្រួសារយើងខ្ញុំទ្រង់បានធ្វើវារហូតដល់សប្តាហ៍ថ្ងៃនេះយើងខ្ញុំសូមដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់ជាខ្លាំងអោព្រះអម្ចាស់អើយថ្ងៃនេះយើងខ្ញុំសូមលើកក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នានៅចំពោះព្រះភ័ក្ត្រព្រះអង្គយើងខ្ញុំសូមអរព្រះគុណទ្រង់សម្រាប់ជីវិតរបស់ពួកគេហើយយើងខ្ញុំសូមឲ្យព្រះហស្ថទ្រង់គង់នៅលើជីវិតពួកគេជារៀងដរាបរាល់ថ្ងៃយើងខ្ញុំសូមព្រះអង្គណែនាំពួកគេជាពិសេសកូននិងចៅរបស់យើងគ្រប់ទាំងជំហានដែលគេត្រូវធ្វើអ្វីដែលគេត្រូវធ្វើគួរតែធ្វើឬមិនធ្វើព្រះអង្គអើយសូមទ្រង់ណែនាំគេដោយប្រាជ្ញារបស់ព្រះអង្គអើយសូមទ្រង់ថែរក្សាបងប្អូនក្រុមគ្រួសារកូនស្រីកូនប្រុសចៅនិងប្តីប្រពន្ធឪពុកម្ដាយដែលទ្រង់បានប្រទានមកយើងខ្ញុំគ្រប់គ្នាយើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់យើងខ្ញុំសូមថ្វាយគ្រប់កិច្ចការទាំងអស់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនពេលនេះខ្ញុំសូមអានព្រះគម្ពីរតាមលោកយោបជំពូកទី42គឺជាជំពូកចុងក្រោយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យោបនៅជាន់ក្រោយនេះជាជាងជាន់ដើមទៅទៀតលោកក៏មានជាម 14000 អូត 6000 គោ 1000 និងលាញី 1000 លោកក៏បង្កើតបានកូនប្រុស7និងកូនស្រី3ទៀតកូនស្រីទី1លោកឲ្យឈ្មោះយេមីម៉ាកូនទី2កេស៊ីយ៉ាហើយទី3កេរ៉េនហាពុរីឯនៅគ្រប់ក្នុងស្រុកនោះគ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសីដូចជាកូនស្រីរបស់យោបនោះទេហើយឪពុកក៏បែងចែកមរតកដល់កូនស្រីទាំងនោះដូចជាដល់បងប្អូនប្រុសដែរក្រោយពីនោះមកយោបរស់នៅបាន140ឆ្នាំទៀតលោកក៏ឃើញកូនចៅខ្លួនតទៅដល់4ដំណនោះយោបស្លាប់ទៅដោយមានអាយុយឺនយូរហើយស្កប់ស្កល់នឹងជីវិតផងព្រះគម្ពីរយោបនេះបានកត់ប្រាប់យើងពីព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ជីវិតរបស់យោបគឺជាជីវិតពេលលោកចាស់ទៅហើយដូចជាបងប្អូនបានឮការអានព្រះគម្ពីររួចនេះគឺព្រះអម្ចាស់បានប្រទានពរទ្វេដងពេលលោកយោបបាននៅតែគោរពព្រះអម្ចាស់នៅតែជឿលើព្រះអម្ចាស់ហើយមិនប្រមាថដល់ព្រះឡើយព្រះគម្ពីរយោប42នេះបានរំលឹកយើងថាព្រះជាម្ចាស់ទ្រង់ស្មោះត្រង់ហើយថាទ្រង់ស្ដារឡើងវិញអ្វីដែលបាត់បង់នៅក្នុងជីវិតទ្រង់នឹងស្ដារឡើងវិញនេះជាទីសង្ឃឹមមួយបើបងប្អូនបានមានអ្វីបាត់បង់នៅក្នុងជីវិតសូមបងប្អូនទុកចិត្តហើយបន្តនៅការជឿលើព្រះអម្ចាស់បន្តនៅការសរសើរព្រះអម្ចាស់និងអរគុណព្រះជាម្ចាស់ទ្រង់នឹងប្រទានពរដល់អ្នកដែលទុកចិត្តលើព្រះអង្គបើសិនជាបងប្អូនជាអ្នកជឿលើព្រះអម្ចាស់សូមបងប្អូនបន្តដំណើរការជឿព្រះអម្ចាស់តទៅមុខទៀតហើយសូមឲ្យជំនឿរបស់បងប្អូនបានធ្វេឡើងហើយសូមបងប្អូនបានខិតជិតចូលទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃបើសិនបងប្អូនមិនទាន់បានជឿព្រះទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនៅឡើយនោះទេសូមបងប្អូនបានបើកចិត្តទទួលព្រះអង្គជាព្រះអង្គសង្គ្រោះមុនពេលវេលាបានហួសទៅព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតមានតែទ្រង់ទេដែលមានសិទ្ធិមានអំណាចអាចប្រគល់យើងអាចប្រទានយើងជីវិតអស់កលជានិច្ច
គឺជីវិតរស់នៅជាមួយព្រះអង្គម្ចាស់នៅក្នុងឋានសួគ៌សូមព្រះអង្គប្រទានពរនិងសូមអរគុណ